សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy យើងត្រឡប់មកជាមួយនឹងវីដេអូថ្មីដែលថ្ងៃមុនដែរយើងនឹងធ្វើការប្រៀបធៀបជាមួយនឹងកម្លាំងប្រយុទ្ធរបស់ Luffy ទល់ជាមួយនឹង Naruto ហើយអធ្យាស្រ័យអ្នកនរខ្លាំងមែនតើបើសិនបើការប្រៀបធៀបនេះវាមានកំហុសខុសឆ្គងឬក៏ខុសកន្លែងណាខ្ញុំពិតជា sorry ខ្លាំងមែនតើមួយទៀតអ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាចង់ធ្វើការ donate ខ្ញុំអ្នកទាំងអស់គ្នាអាចធ្វើការ donate តាមរយៈ QR code នេះបានហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើចំពោះការ donate អូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go អញ្ចឹងបើយើងនិយាយអំពី Naruto និង Luffy គឺពួកគាត់ស្ទើរតែជាតួអង្គខ្លាំងៗនៅក្នុងរឿងរបស់គាត់ហើយតែយើងគិតមើលថាបើសិនបើយើងយកពួកគាត់មកដាក់ប្រកួតជាមួយនឹងគ្នាតើវាមានរឿងអីកើតឡើងតោះចេះយើងទៅធ្វើការស្ដាប់អំពីចំណុចពិសេសៗនិងការប្រកួតប្រជែងរបស់ពួកគាត់ទាំងអស់គ្នា Let's go អញ្ចឹងសម្រាប់ការប្រយុទ្ធនេះគឺយើងសូមយកជាមួយនឹង Luffy ដែលប្រើប្រាស់ហ្គាទី5តែម្ដងហើយ Naruto គឺប្រើប្រាស់ជាមួយនឹង Baiyon Mode ទៀតតែម្ដងអញ្ចឹងសម្រាប់ Luffy ជាមួយនឹង Gear 5របស់គាត់ជាមួយនឹងកម្លាំងសាច់ដុំឬក៏ Strength គឺគាត់ខ្លាំងដែលគេហៅគាត់ថា Cartoon Punch ហ្នឹងហើយសម្រាប់ Naruto វិញគឺជាមួយនឹងកម្លាំងសាច់ដុំខ្លាំងរបស់គាត់ដែលគាត់អាចសុំរំជាមួយនឹងការប្រយុទ្ធឈ្នះទៅលើ Sasuke ជាមួយនឹង Ishiki ផងដែរសម្រាប់ល្បឿនវិញនៅក្នុង Gear ទី5របស់ Luffy គឺគាត់អាចជាគ្រោះថ្នាក់បានយ៉ាងលឿនហើយសម្រាប់ Naruto វិញនៅពេលដែលគាត់ប្រើប្រាស់ជាមួយនឹង Baiyon Mode របស់គាត់គឺវាលឿនដែលយើងអាចមើលទៅវាដូចរបៀបថា Teleportation អញ្ចឹងណាអ្នកទាំងអស់គ្នាចេះសម្រាប់ភាពធន់ឬក៏យើងហៅថា durability គឺសម្រាប់Luffy វិញគឺគាត់អាចបុកជាមួយនឹងដីបែកភពឬនិយាយទៅគឺអត់ងាយមានគ្រោះថ្នាក់ទេហើយចំណែក Naruto វិញនៅពេលដែលគាត់ប្រើប្រាស់ជាមួយនឹង Baiyon Mode របស់គាត់គឺវាធ្វើឲ្យគាត់មានភាពធន់ខ្លាំងនិយាយទៅគឺខ្លាំងតែម្ដងប៉ុន្តែចំណុចខ្សោយហ្នឹងគឺត្រង់ថាគាត់ប្រើជាមួយនឹង Baiyon Mode ហ្នឹងគឺវាបានតែប្រហែលនាទីទេព្រោះបើគាត់ប្រើយូរវាអាចនឹងធ្វើឲ្យ Kuruma ស្លាប់អញ្ចឹងណាហើយចំណែកឯសមត្ថភាពពិសេសXXX ជាមួយនឹង Power នេះគឺ Toon Force របស់ Luffy គឺអាចធ្វើបីបានតាមចិត្តជាមួយនឹង Reality Bending ហើយជាមួយនឹង Shooter Side ផងដែរចំណែកឯ Naruto វិញគឺមានជាមួយនឹងចក្រណាធំRasengan Shadow Clone ជាមួយនឹងSage Mode ហើយជាមួយនឹងចុងក្រោយនេះគឺ Baiyon Mode នឹងផងដែរអញ្ចឹងបើយើងប្រៀបធៀបរវាង Haki ទល់ជាមួយនឹងចក្រណាវិញគឺវាមានភាពខុសគ្នាខ្លះៗដែល Haki ហ្នឹងគឺយើងដឹងហើយថាវាមាន3ប្រភេទដែលមានដូចជា Observation Haki Armament Haki Conqueror Haki ហើយមួយទៀតហ្នឹងគឺវាពិសេសជាងគេគឺ Advanced Conqueror Cutting ដែលមួយនៅហ្នឹងភាគច្រើនដូចមានទៅលើ Luffy ហ្នឹងឯងអ្នកនរគ្នាហើយចំណែកឯចក្រណារបស់ Naruto វិញគឺមានជាមួយនឹងSenjutsu Kurama Power ហើយជាមួយនឹងចុងក្រោយគឺ Baiyon Mode របស់គាត់ចំណែកឯ Fighting Style ឬក៏ Style ប្រយុទ្ធរបស់គាត់ហ្នឹងគឺ Naruto គឺរួមបញ្ចូល Boxing ជាមួយនឹង Acrobat បូកជាមួយនឹង Tool Style ហើយជាមួយនឹង Naruto វិញគឺគាត់ប្រើប្រាស់ជាមួយនឹង Taijutsu បូកជាមួយនឹង Ninjutsu ហើយនឹងបូកជាមួយនឹង Genjutsu ឬក៏យើងហៅថា Sage Art ហ្នឹងតោះអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលទៅស្ដាប់ជាមួយនឹងលក្ខណៈពិសេសរបស់ Luffy ជាមួយនឹង Naruto វិញលក្ខណៈពិសេសនៃ Luffy Galfy Nika គឺមានជាមួយនឹងការបំផុសភាពនៃហត្ថរបស់គាត់ជាមួយនឹងការរឹងមាំដ៏អស្ចារ្យរបស់ Luffy ហើយវាអាចកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរដោយប្រែក្លាយទៅជាគំនូរជីវចលហើយអាចរំញោចការរីកចម្រើននៃការប្រយុទ្ធតាមចិត្តបាញ់កំភ្លើងតាមចិត្តដូចជា Bajrangan ធំជាងភពជាមួយនៅចុងក្រោយគឺអាចបត់កាយខ្លួនជាមួយនឹងសាច់ដុំរបស់គាត់នឹងបានយ៉ាងប្លែកដើម្បីធ្វើការវាយប្រហារឬវាយតបទៅលើសត្រូវរបស់គាត់ចំណែកឯលក្ខណៈពិសេសនៃ Naruto Baiyon Mode វិញគឺជាមួយនឹង Baiyon Mode ហ្នឹងគឺវាស្មើជាមួយនឹង Fusion Energy ដែលថាមពលជីវិតរបស់គាត់ដើម្បីបង្កើនជាមួយនឹងថាមពលថ្មីរបស់ Naruto អញ្ចឹងនៅពេលដែល Naruto គាត់ប៉ះជាមួយនឹងគូវាខ្លាំងគឺកម្លាំងពីដើមរបស់គូវារបស់គាត់គឺអាចនឹងត្រូវបានចុះខ្សោយហើយល្បឿននិងកម្លាំងរបស់គាត់គឺធ្វើឲ្យស្មើជាមួយនឹង Ishiki Otsutsuki ហើយចុងក្រោយគឺគាត់បញ្ចេញ Rasengan ដ៏ខ្លាំងរបស់គាត់អាចនឹងបំពុកមួយបានផងដែរតើអ្នកទាំងអស់គ្នាអញ្ចឹងយើងទៅធ្វើការវិភាគជាមួយនឹងលទ្ធផលប្រយុទ្ធរបស់ពួកគេទាំងអស់គ្នាអញ្ចឹងបើសិនបើការប្រយុទ្ធរវាង Luffy ទល់ជាមួយនឹង Naruto ហ្នឹងជាការប្រយុទ្ធខ្លីៗគឺ Naruto Baiyon Mode ហ្នឹងគឺអាចទៅឈ្នះទៅលើ Luffy ដោយសារតែបុព្វហេតុថាមពលនឹងធ្វើឲ្យNaruto គឺអាចវាយបានលឿនហើយដោយសារតែ Baiyon Mode របស់ Naruto ហ្នឹងគឺវាអាចដំណើរការនៅក្នុងរយៈពេលខ្លីវាដូចជាប្រហែលតែ5ទៅ10នាទីតែប៉ុណ្ណោះប៉ុន្តែបើសិនជាការប្រយុទ្ធនេះគឺជាការប្រយុទ្ធដ៏វែងឬក៏យើងហៅថា long term battle វិញគឺ Luffy Galfy នឹងមានភាពរឹងមាំអាចយកឈ្នះទៅលើ Naruto បានដោយសារតែសាច់ដុំចម្លែកដែលធ្វើឲ្យ Naruto មិនទាន់ខេងនិងមិនអាចផ្អាកការប្រយុទ្ធបានឡើយហើយអ្នកទាំងអស់គ្នាដឹងហើយថា Baiyon Mode របស់ Naruto ហ្នឹងគឺវាបានតែមួយផ្លែតទេគឺបានរយៈពេលខ្លីៗដូច្នេះបើសិនជា Naruto អស់ជាមួយនឹង Baiyon Mode ទៀតគឺ Luffy អាចនឹងយកឈ្នះទៅលើ Naruto ខ្លាំងមែនតើអញ្ចឹងសម្រាប់លទ្ធផលចុងក្រោយនោះបើសិនបើការប្រយុទ្ធផ្ទាល់របស់ Luffy ទល់ជាមួយនឹង Naruto ក្នុង5នាទីដំបូងអ្នកដែលឈ្នះគឺអាចជា Naruto នៅក្នុងទម្រង់ Baiyon Mode ប៉ុន្តែបើសិនជាការប្រយុទ្ធនឹងអាចនឹងលើសជាមួយនឹង10នាទីឬក៏លើសជាមួយនឹង5នាទីគឺអ្នកដែលឈ្នះគឺអាចនឹង Luffy Galfy ឬក៏យើងហៅថា Model Nika នឹងផងដែរអញ្ចឹងយើងអាចសន្និដ្ឋានបានថាកម្លាំងរបស់ Naruto ខ្លាំងសម្រាប់ការវាយប្រហារយ៉ាងលឿននិងអាចបញ្ចប់ត្រឹមរយៈពេលខ្លីតែ Luffy វិញគឺកាន់តែខ្លាំងគឺកាន់តែធន់ហើយសមត្ថភាព Toon Force របស់ Luffy នឹង
គឺជាសមត្ថភាពពិតៗដូច្នេះការប្រយុទ្ធគឺអាចនឹងមានការប្រយុទ្ធវែងដើម្បីឲ្យ Luffy មានសមត្ថភាពក្នុងការឈ្នះអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តទៅទៀតនៅបទប្លែកៗបែបនេះអូខេហើយយើងសង្ឃឹមថាអ្នកនឹងពេញចិត្តតែប៉ុណ្្នឹងទេឲ្យកុំភ្លេច like Subscribe ម្នាក់មួយអ្នកទាំងអស់គ្នាអូខេហើយ sorry មួយទៀតបើសិនជាខ្ញុំនិយាយទៅថ្ងៃហ្នឹងគឺវារៀងតែតិចខ្ញុំនិយាយដឹងមិនទេអ្នកទាំងអស់គ្នា sorry ខ្លាំងមែនតើអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេច like និង Subscribe មកលើ Channel ខ្ញុំម្នាក់មួយអ្នកទាំងអស់គ្នាយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតហ្នឹងហើយជួយជប់អ្នកទាំងអស់គ្នាខ្ញុំភ្លេចរឿងមួយអ្នកទាំងអស់គ្នាគឺខ្ញុំភ្លេចបាយបាយអ្នកទាំងអស់គ្នា